ថ្ងៃនេះប្តីខ្ញុំគេឆ្ងោជ្រក់ត្រីបងប្អូនសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះគឺប្តីខ្ញុំគេធ្វើចកាត្រីហើយគេយកអាចយកអីចេញអញ្ចឹងណាបងប្អូនហើយក៏យកចកេះយកអីចេញឲ្យស្អាតហើយកាត់កង់អញ្ចឹងបងប្អូនសល់ពេលហ្នឹងខ្ញុំក៏មកឆ្លៀតដាក់ដាំទឹកឲ្យហើយអញ្ចឹងណាបងប្អូនពេលប្តីខ្ញុំគេធ្វើហើយក៏ទឹកពុះល្មមហើយខ្ញុំមកឆ្លៀតបើងបាយមើលដែរអញ្ចឹងណាបងប្អូនថាងុំនៅបើងុំហើយក៏ខ្ញុំលើកចេញខ្ញុំដាក់ដាំទឹកស្លអញ្ចឹងណាបងប្អូនហើយក៏ខ្ញុំមកឆ្លៀតមកថតលឹកជីលឹកខ្ទឹមអីអញ្ចឹងណាបងប្អូនហើយក៏ប្តីខ្ញុំគេទិញផ្អែមមក2ថងហើយនំមួយអញ្ចឹងណាបងប្អូនឥឡូវប្តីខ្ញុំគេដល់វគ្គកាត់កង់ហើយបងប្អូនហើយក៏ខ្ញុំមកឆ្លៀតមកកាត់ឆ្លឹកគ្រៃហើយក៏ដាក់ឆ្លឹកក្រូចហើយខ្ទឹមហើយម្ទេសអញ្ចឹងណាបងប្អូនធ្វើពីរអ្នកបងប្អូននៅប្តីធ្វើណោះខ្ញុំធ្វើណេះអញ្ចឹងណាជួយគ្នាលះបានញ៉ាំអញ្ចឹងណាបងប្អូនហើយក៏ខ្ញុំគ្របទុកឲ្យវាពុះទឹកពុះអញ្ចឹងណាប្តីខ្ញុំគេធ្វើត្រីហើយអស់ហើយឥឡូវគឺទឹកក៏ចង់ពុះដែរបងប្អូនតែខ្ញុំដាក់អំពិលមុនដើម្បីឲ្យវាចេញជាតិលឿនអញ្ចឹងណាបងប្អូនវាអត់ដូចក្រូចឆ្មាទេអំពិលទុំមកឆ្លៀតពេលហ្នឹងខ្ញុំក៏មកបេះឆ្លឹកជីអញ្ចឹងណាបងប្អូនជីក្រហមបងប្អូនអត់មានអ្នកកាន់កាមេរ៉ាឲ្យថតដាក់បញ្ឈរថតខ្លួនឯងអញ្ចឹងណាបងប្អូនអញ្ចឹងហើយក៏មើលទៅរៀងអត់ស្អាតទេបងប្អូនអើយកុំបកាយកុំបកាន់អីពេលខ្ញុំបេះឆ្លឹកជីហើយខ្ញុំអត់បានយកទៅលាងទេបងប្អូនអើយខ្ញុំទៅបើកមើលទឹកស្លសិនដល់ពេលទឹកស្លពុះទៅក៏ខ្ញុំដាក់ត្រីមុនអញ្ចឹងណាបងប្អូននេះឥឡូវទឹកយើងពុះហើយក៏យើងដាក់ត្រីយើងចូលទៅបងប្អូនត្រីផ្លានីមបងប្អូនខាងបងប្អូនហៅត្រីអីដែរខ្ញុំហៅត្រីផ្លានីមបងប្អូនហើយក៏ខ្ញុំគ្របទុកទៅខ្ញុំក៏មកហាន់លឹកជីលឹកខ្ទឹមតទៀតអញ្ចឹងណាបងប្អូនធ្វើម្ដងមកលាក់ម្នាក់ឯងកាន់កាមេរ៉ាផងអីផងអញ្ចឹងណាពេលហ្នឹងគឺប្តីខ្ញុំទៅធ្វើការបងប្អូនអើយប្តីខ្ញុំទៅធ្វើការតើអត់បានឲ្យហូបបាយទេហើយក៏ខ្ញុំកាត់គល់ខ្ទឹមលាងហើយអស់ខ្ញុំកាត់គល់ខ្ទឹមយកដាក់ចូលក្នុងទឹកស្លអញ្ចឹងណាបងប្អូនតែពេលស្លយើងស្អិនហើយលើកមកបើខ្ញុំដាក់បងប្អូនដើម្បីកុំឲ្យវាខូចក្លិនអញ្ចឹងបងប្អូនពេលហ្នឹងគឺឈឹកជីយើងជះក្លិនមកបាច់ឈ្ងុយតែម្ដងបងប្អូនអើយហើយលឹកជីយើងវាអត់ឆ្អិនខ្លាំងឯងបងប្អូនមកល្មមតែម្ដងហើយវីដេអូហ្នឹងរៀងវល់បន្តិចឯងបងប្អូនអើយថតយកអាមុខក្រោយអាក្រោយមួយមុខខ្ញុំចិត្តទៅថតរត់ទៅថតប្តីផងរត់ថតខ្លួនឯងផងដល់ពេលអញ្ចឹងទៅច្រឡំវីដេអូគ្នាដាក់ទៅគឺអត់ដឹងអាណាមុខអាណាក្រោយទេបើសិនណាមើលទៅឆ្កងខុសឆ្កងយ៉ាងណាអីអធិស្ឋានបងប្អូនឥឡូវខ្ញុំហាន់លឹកជីលឹកខ្ទឹមហើយបងប្អូនហើយក៏ស្លយើងក៏បានឆ្អិនដែរខ្ញុំលើកចេញពីចក្រានមកខ្ញុំដាក់លឹកជីលឹកខ្ទឹមមកបងប្អូននេះអូយថាជះក្លិនឈ្ងុយតែម្ដងបងប្អូនហើយកូនតិចមកបងប្អូនហើយតែរៀងលលួយបន្តិចបងប្អូនខ្ញុំមកងាស់លលួយពេកបងប្អូននេះសាច់ត្រីយើងលលួយអស់បាក់សាច់ត្រីអស់លីង